Điều ăn cứ đồng nang anh em chỉ ba rồi sát mình làm mò bỏ sai bỏ chỉ một tay bỏ rồi bỏ chỉ trên nằm ở đó cứ xong mình chơi tới đi bộ đi xa hấp dẫn món đến shop ăn và xong chỉ có đó thế điều ta sang sang những học niên hay nông niên anh em chỉ ba về đây ta có bạn luôn trong này nông ca học luôn con trai là chỉ sang sân bài ban tôi chụp chơi tôi ban ở trong này tấn chứสำหรับโอกาสงานนี้คือญมสมเลือกไปจุดในสำคัญแต่ตอนการอบรมได้เยี่ยตัวนิติที่มวยระบาดนักชีบาลตัวนิติระบบสลาให้ทั้งตัวนิติระบบสังคมตัวนิติสังคมยังยืนนักการอบรมเรียนมาจากทางสลามาจากทางกุศลให้ทั้งมาจากทางสังคมจึงประดามยังมีอัลลอฮฺซุบฮานะฮูวะตะอาลาบานวะฮีบริบูรณ์มียุทธมัสลลัลลอฮุอะลัยฮิวะซัลลัมในขนมกอดไปรอรุ่งนุกด้านอัลลอฮฺซุบฮานะฮูวะตะอาลาบานเป็นจุดที่เป็นวัฏอิกรอโจโซโจอ่านจึงประดามเช่นเป็นเพียงที่ให้ในสลาเลสานหรือกองคณะนักร้องมาคุมมาเลสานបង្កើតសាលាដើម្បីជាស្នាមបណ្ដុំតាមកូនចៅឲ្យមានចំណេះដឹងពីព្រោះអ៊ុម៉ាត់របស់យើងនេះគឺអ៊ុម៉ាត់អានពាក្យដំបូងបង្អស់ដែលអល់ឡោះនិយាយមកកាន់រ៉ាស៊ូលឡោះគឺអ៊ីក្រអចូលអានហើយមួយទៀតអល់ឡោះស៊ុបហានវតាឡាអំពាវនាវឲ្យយើងទាំងអស់គ្នានេះគឺត្រូវស្វែងរកចំណេះដឹងវ៉ាមិនអាហ្សានុកោឡាំមីមិនដាអ៊ីឡឡោះតើមានពាក្យណាដែលយើងដាក់វ៉ាក់យើងអំពាវនាវទៅរកអល់ឡោះស៊ុបហានវតាឡាហើយអំពាវនាវទៅរកអល់ឡោះស៊ុបហានវតាឡាគឺយើងចេញទៅកាន់ចំណេះដឹងហើយចំណេះដឹងនៅក្នុងអ៊ីស្លាមយើងគឺយើងត្រូវស្គាល់អល់ឡោះយើងត្រូវស្គាល់ឆារីអាត់ឬក៏ច្បាប់របស់អល់ឡោះហើយយើងត្រូវស្គាល់ពីមកលោករបស់អល់ឡោះស៊ុបហានវតាឡាហើយនេះគឺជាបាវចនាឬក៏ជាអត្តសញ្ញាណឬក៏ជាទ្រឹស្ដីសម្រាប់អាឡែកសានដើម្បីអនុវត្តនៅក្នុងការអប់រំសាសនាសិស្សចឹងសាលាលេខាបានឆ្លងកាត់មករយៈពេល10ឆ្នាំឃើញថាសមិទ្ធផលឬក៏លទ្ធផលដែលគណៈព្យាបាលព្រមទាំងគណៈដឹកនាំសាលាបានលះបង់គឺទទួលបានលទ្ធផលនៅសប្តាហ៍នេះមានន័យថាយើងទទួលបាននៅការគ្រប់គ្រងពីអាណាព្យាបាលហើយសិស្សសានុសិស្សរបស់យើងគឺទទួលការអប់រំហើយមានប្រសិទ្ធភាពហើយថ្ងៃនេះគឺជាសក្ខីភាពដើម្បីបង្ហាញពីសមិទ្ធផលនៃការលះបង់របស់យើងរយៈពេលឆ្នាំមកដើម្បីអប់រំនឹងតើយើងទទួលបានអីចឹងនេះគឺផ្ដើមចេញពីគំនិតហ្នឹងគឺមានបង្កើតសាលាអាសាននឹងឡើងដើម្បីគោរពទៅតាមបទបញ្ជារបស់អល់ឡោះស៊ុបហានវតាឡាហើយក៏ដូចជាការអំពាវនាវរបស់រ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមឲ្យរៀនកូនចៅគឺថាពូរូអបណាគុំពីសាឡាចូលបង្ហាត់បង្រៀនកូនចៅរបស់អ្នកឲ្យសម្បត្តិយ៉ាងនៅពេលដែលមានអាយុ7ឆ្នាំចឹងការបង្រៀនសាលានេះវានៅក្នុងនោះគឺអ្នកតនឹងចំណេះដឹងហ្នឹងឯងអ្នកតនឹងចំណេះដឹងហ្នឹងឯងហើយចំណែកមជ្ឈដ្ឋានទី2គឺមជ្ឈដ្ឋានគ្រួសារចឹងរាល់ទ្រឹស្ដីទាំងអស់នៃឧឡាម៉ាក៏ដោយទាំងឧឡាម៉ាខាងអ៊ីស្លាមយើងទាំងឧឡាម៉ាខាងមិនមែនអ៊ីស្លាមគេថាគ្រួសារគឺជាប្រភពនៃដែលធ្វើឲ្យកូនរបស់យើងនឹងចូលចិត្តអានបើសិនជាគ្រួសាររបស់យើងមួយថ្ងៃគឺចូលចិត្តទូរស័ព្ទមើលទូរទស្សន៍បកែកគ្នាឆ្លោះគ្នាចឹងកូនរបស់យើងនេះគឺវាធ្លាប់ចម្លងពីសកម្មភាពរបស់យើងនៅក្នុងផ្ទះហ្នឹងហើយមិនងាយកែទេអញ្ចឹងដើម្បីឲ្យកូនរបស់យើងចូលចិត្តអានយើងគ្រួសាររបស់យើងនេះគឺត្រូវបង្កើតនៅបរិយាកាសដើម្បីឲ្យកូននឹងចូលចិត្តអានឧទាហរណ៍ឪពុកកាន់សិទ្ធិអានម្ដាយកាន់សិទ្ធិអានយើងត្រូវមានការិយាល័យមានបណ្ណាល័យសម្រាប់កូនរបស់យើងនៅក្នុងផ្ទះអញ្ចឹងទៅពេលដែលគេកើតភ្លៀងគេបើកភ្នែកមកមានន័យថាអានគឺជាសារៈសំខាន់នៅក្នុងជីវិតរបស់យើងអញ្ចឹងអល់ឡោះស៊ុបហានវតាឡាបានប្រើឲ្យយើងឲ្យអានថាឧបមារបស់យើងគឺអានក៏ប៉ុន្តែពាក្យថាអាននៅក្នុងសង្គមរបស់យើងសម្រាប់អ៊ីស្លាមយើងគឺត្រូវគេរំដើមហើយយើងមើលជំនឿចបត់មានតែគាត់ទីយតិលើទីអីគឺគាត់កាន់ទៅអានក៏ប៉ុន្តែសម្រាប់យើងនេះគឺអត់មានការអាននៅក្នុងផ្ទះមិនមានពេលទំនេរគឺយើងសង្កេតមើលទូរទស្សន៍ទៅវិញអានេះគឺជាបញ្ហាមួយដែលយើងត្រូវដោះស្រាយអញ្ចឹងការអប់រំនេះគឺមិនមែនមានន័យថាយើងបញ្ជូនកូនមកសាលាបងជួយឲ្យសាលាហើយគឺជោគជ័យទេគឺ
តួនាទីរបស់គ្រួសារហ្នឹងសំខាន់ជាងសាលាទៀតគាត់នៅសាលាតែមិនបានមកទេប៉ុន្តែគាត់នៅជាមួយគ្រួសារហ្នឹងច្រើនបើសិនជាយើងអត់យកចិត្តទុកដាក់ទេមិនមែនមានន័យថាកូនយើងខ្សោយកូនយើងអត់ទេក៏ប៉ុន្តែមកពីខ្វះការយកចិត្តទុកដាក់ពីគ្រួសារនៅក្នុងការអប់រំកូនអញ្ចឹងការអប់រំគឺមិនមែនថាសាលាទទួលតួនាទីផ្ដាច់មុខទេគឺគេហៅថាតកាមុខតែការមុខគឺគេថាបំពេញទៀតទៅវិញទៅមកសាលាមួយចំណែកគ្រួសារមួយចំណែកហើយមិនខានសង្គមមួយចំណែកទៀតដើម្បីឲ្យកូនរបស់យើងនេះគឺមានន័យថាគាត់ទទួលបានជោគជ័យនៅក្នុងការអប់រំតើតើនឹងគ្រួសារហ្នឹងឡើងចង់លើកពិសោធន៍មួយមានន័យថានៅសម័យមួយនៅសម័យមកម៉ែមានបុរសម្នាក់គាត់ឈ្មោះថាបរុគាត់ទៅសមរភូមិរយៈពេល25ឆ្នាំគាត់ការឲ្យបានមួយខែគាត់ទៅសមរភូមិដល់ពេលមួយខែហ្នឹងគឺប្រពន្ធគាត់មានផ្ទៃពោះគាត់ដឹងទេអញ្ចឹងគាត់ទៅហ្នឹងគាត់ចោលរយៈពេល25ឆ្នាំត្រឡប់មកវិញគាត់ទៅរកគ្រួសាររបស់គាត់ដល់ពេលទៅឃើញកូនបុរសម្នាក់កំពុងតែនៅក្នុងផ្ទះហើយគាត់ស្រាវជ្រាវគាត់យំឡើងគាត់សម្បត្តិយ៉ាងហើយពេលកូននឹងចេញទៅសញ្ញាសម្ពោធគាត់ចូលទៅសួរប្រពន្ធរបស់គាត់ថាពីណាគេដែលនៅក្នុងផ្ទះរបស់យើងហ្នឹងគាត់ថាអ្នកហ្នឹងគឺកូនរបស់យើងហើយនៅពេលនោះគឺគាត់ទុកលុយឲ្យមុននឹងទៅហ្នឹងគឺ30,000ឌីណារហើយប្រពន្ធនឹងចំណាយអស់ផ្ទះកំបានធ្វើអីក៏បានធ្វើទៅសួរថាលុយដែលខ្ញុំដាក់ជាមួយនឹងឯងទៅណាដល់ពេលនោះគឺគាត់ថាទៅមកចិត្តទៅដល់ពេលទៅមកចិត្តគឺឃើញកូនរបស់គាត់នឹងកំពុងតែនិយាយមកហៅផងអត់អំពីឧកាមាហ្នឹងហើយមានឧឡាមាជាច្រើនតែកំពុងគួយស្ដាប់អញ្ចឹងពេលដែលគាត់ត្រឡប់មកវិញគាត់សួរប្រពន្ធថាពីណាគេនិយាយហ្នឹងគាត់ថានឹងហើយគឺជាកូនរបស់យើងហើយលុយដែលលោកប្តីបានទុកឲ្យខ្ញុំហ្នឹងគឺខ្ញុំបានអប់រំកូនអស់ហើយបាននេះបញ្ជាក់ថាតួនាទីម្ដាយនៅក្នុងការអប់រំកូនហ្នឹងគឺជាកត្តាសំខាន់ណាស់ដែរសង្គមមួយកាលណាគេដកចេញតួនាទីម្ដាយពីការអប់រំកូននិយាយថាសង្គមនេះគឺបរាជ័យក្នុងអញ្ចឹងហើយចំណុចដែលសំខាន់ទី1យើងត្រូវឲ្យតម្លៃគ្រូដែលគាត់អប់រំសិស្សរបស់យើងទី2គឺយើងត្រូវឲ្យតម្លៃអាណាមាតាដែលជាអ្នកដកទឹកជាប់ជាមួយនឹងកូនយើងមិនត្រូវឲ្យមាតាទៅធ្វើការបាក់ហើយគាត់កូននឹងជាមួយនឹងអ្នកបម្រើក្នុងប្រទេសព្រោះកូនជាមួយម្ដាយនេះគឺជាមានតំណែងចិត្តស្និទ្ធហើយមានឥទ្ធិពលជាងអ្នកណាទាំងអស់ហើយមួយទៀតមានន័យថាយើងត្រូវយកចិត្តទុកដាក់នឹងការសិក្សាស្រាវជ្រាវទៅនឹងចំណេះដឹងហ្នឹងគឺយើងត្រូវឲ្យតម្លៃទើបសង្គមរបស់យើងនេះការអប់រំយើងនេះគឺមានលទ្ធផលល្អហើយមួយទៀតអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់ចាត់ទុកថាអ្វីដែលយើងចំណាយសម្រាប់កូនរបស់យើងមករៀនហ្នឹងគឺមិនមែនអត់ប្រយោជន៍ទេអល់ឡោះស៊ុបហានាហ៊ូវតាឡាបើវយុគលីហ្វូនៅក្នុងទុនយ៉ានេះគឺអល់ឡោះឲ្យហើយកាលណាយើងចំណាយលុយសម្រាប់កូនយើងអល់ឡោះឲ្យហើយយើងរកស៊ីពុទ្ធទៀតហើយនៅអាខិរ៉ាត់អល់ឡោះចាត់ទុកលុយដែលយើងចំណាយទាំងអស់នេះគឺបានទៅជាសតកោបានទៅជាសតកោអញ្ចឹងផលប្រយោជន៍ដែលយើងទៅលុយសម្រាប់កូនអប់រំកូនទី1គឺអល់ឡោះឲ្យយើងមានទូទាហើយទី2នៅអាខិរ៉ាត់យើងទទួលបានបាក់ឡានហើយលុយដែលយើងបានសន្សំហ្នឹងគឺមិនមែនដោយសារសមត្ថភាពរបស់យើងទេយើងត្រូវដឹងថារីស្គីយើងទាំងឡាយនេះគឺអល់ឡោះមានផ្ដល់ឲ្យយើងហើយការដែលយើងចំណាយទៅវិញគឺអល់ឡោះអត់បំបត្តិទេអល់ឡោះឲ្យជំនួសមកវិញហើយអល់ឡោះនឹងឲ្យបាក់ឡាយើងមួយទៀតតើតើនឹងទូនីតិរបស់សិស្សសានុសិស្សខ្លួនឯងមានន័យថាយើងកុំពឹងទៅលើគ្រូទាំងស្រុងហើយបើយើងមិនពឹងទៅលើឪពុកម្ដាយទាំងស្រុងដែរយើងទាំងអស់គ្នានឹងត្រូវទទួលខុសត្រូវទៅលើការសិក្សារបស់យើងការសិក្សារបស់យើងកាលណាយើងរៀនហើយចាំតែគេរុញចាំតែគេជឿចាំតែគេថាចឹងមានការសិក្សារបស់យើងនេះគឺអត់ទទួលបានជោគជ័យទេអត់ទទួលការបានជោគជ័យទេចឹងយើងដែលជាសិស្សសានុសិស្សនេះគឺយើងត្រូវមានទទួលខុសត្រូវចំពោះការសិក្សារបស់យើងហើយនៅក្នុងនេះក៏នៅមានពិសោធន៍មួយទាក់ទងនឹងបរិបទម្នាក់គាត់ចាប់បានសត្វចាបមួយហើយសត្វចាបហ្នឹងបានរួមរោមគាត់ថាបើសិនជាអ្នកឯងបលែងខ្ញុំនឹងផ្ដល់ជាការណែនាំ3ចំណុចដែលអាចធ្វើឲ្យអ្នកខ្លះជាអ្នកមានបាទអញ្ចឹងគាត់ថាបើសិនជាអ្នកឯងចូលខ្ញុំតាមនឹងតែគឺអ្នកឯងខ្ញុំនឹងប្រាប់ចំណុចទី1ហើយនៅពេលដែលខ្ញុំឡើងទៅដល់មេឈើខ្ញុំនឹងប្រាប់ចំណុចមួយទៀតហើយនៅពេលដែលខ្ញុំឡើងទៅលើកំពូលភ្នំខ្ញុំនឹងប្រាប់ចំណុចទី3ចំណុចទី1គេចង់និយាយថាអ្វីដែលកន្លងពោះយើងកុំសោកស្ដាយមានន័យថាឡោះដល់ឆ្នាំនេះ
ទោះជាយើងខ្សោយឬក៏យើងយ៉ាងម៉េចក៏ដោយយើងស្ដាយក្រោយយើងត្រូវជឿទៅសុខទៀតហើយសច្ចចាក៏មានប្រាប់ថានៅពេលដែលខ្ញុំឡើងទៅមេឈើហើយមានន័យថាឱកាសបច្ចុប្បន្នហ្នឹងយើងកុំថាចាំថ្ងៃស្អែកហ្នឹងចាំស្អែកអត់ទេគឺយើងទៅបច្ចុប្បន្នហ្នឹងអញ្ចឹងយើងកុំនិយាយថាអូបងខ្ញុំរៀនពូកែអូឪពុកខ្ញុំពីមុនធ្វើទួតឪពុកខ្ញុំពីមុនធ្វើទាហានធ្វើពាក់អុកធ្វើប៉ូលីសយើងកុំថាខ្ញុំបានណាពុកនឹងខ្លាំងទៅជាងអីហើយឪពុកយើងវីរៈជនរបស់យើងជាគំរូដើម្បីឲ្យយើងយកត្រាស់ថាខ្ញុំនឹងធ្វើឲ្យដូចគាត់ហើយអនាគតរបស់យើងគឺថាយើងត្រូវដាក់ឲ្យខ្ពស់ពីព្រោះសាហាបាត់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាម4នាក់គាត់អង្គុយជុំគ្នាហើយគាត់ថាតើអ្នកឯងចង់ខ្លាយជាអីម្នាក់គាត់ថាខ្ញុំនឹងចង់ខ្លាយជាឧឡាម៉ាដ៏ធំម្នាក់ទៀតខ្ញុំចង់ខ្លាយជាផាលីហ្វាម្នាក់ទៀតខ្ញុំចង់ចូលសុរកាអញ្ចឹង20ឆ្នាំក្រោយមកអ្នកដែលនិយាយនេះគឺបានជោគជ័យមែនសួរថាគ្រាន់តែនិយាយឬក៏ជាការអនុវត្តជាក់ស្ដែងពួកគាត់ខិតខំស្វាស្វែងតែដៃចុងក្រោយគឺគាត់សម្រេចអញ្ចឹងនេះគឺជាចំណាប់អារម្មណ៍របស់យើងដែលតនឹងការសិក្សានេះគឺត្រឹមតែជាទូទីរបស់អ្នកណាម្នាក់ទេគឺយើងទាំងអស់គ្នាសហការគ្នាពីព្រោះអល់ឡោះសម្ដែងរបស់បានសម្ដែងថាវតាវនូអាលវិរិវតសម្បត្តិយើងត្រូវសហការគ្នាហើយមួយទៀតមានន័យថាក្នុងនាមជាអាណាព្យាបាលនេះគឺយើងមិនត្រូវគិតថាខ្ញុំទៅយកកូនមកសាលាហើយបងមួយឲ្យសាលាហើយគឺខ្ញុំធ្វើហើយគឺមិនទេយើងត្រូវតែសកម្មជាមួយនឹងការអប់រំកូនសិស្សរបស់យើងហើយយើងត្រូវតែទំនាក់ទំនងជិតស្និទ្ធជាមួយនឹងសាលាឧទាហរណ៍ថាកាលណាមានបញ្ហាអីគឺយើងត្រូវទាក់ទងទៅសាលាផ្ទាល់យើងត្រូវទេមកយើងត្រូវមកផ្ទាល់យើងត្រូវសួរនាំតើកូនរបស់mìnhយ៉ាងម៉េចគឺយើងមិនត្រូវថាអូលឺចេះហើយហើយយើងសម្រេចថាអូសាលានេះអត់ការទេឬក៏យ៉ាងម៉េចអញ្ចឹងមានន័យថាយើងត្រូវតែទំនាក់ទំនងសិទ្ធិបុត្រជាមួយនឹងសាលាហើយយើងត្រូវតែសហការជាមួយនឹងសាលាដែលកម្លាំងកាយដែលកម្លាំងចិត្តដែលថាវិការសម្រាប់យ៉ាងដើម្បីឲ្យកូនរបស់យើងនេះគឺយើងខ្លាចជាមនុស្សជោគជ័យហើយរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមថាអ៊ីដាម៉ាតពីអាដល់កាលណាមនុស្សស្លាប់ទៅហើយគឺផុតអត់ហើយលើឡើងតែវណ្ណទុនសដែរនៅក្នុងនោះគឺលើឡើងកូនដែលសដែរកូនដែលកាត់ញូគឺគាត់ទៅអាឲ្យយើងគាត់ទៅអាឲ្យយើងអញ្ចឹងកូនរបស់យើងនេះគឺជាទ្រព្យសន្សំគឺជាសម្បត្តិដែលយើងសន្សំសម្រាប់ពេលដែលយើងស្លាប់ទៅគាត់នឹងទៅអាឲ្យយើងហើយយើងទទួលបានបាក់ឡាពីរៀងរហូតទៅរហូតដល់កូនយើងស្លាប់ទៀតរហូតដល់កូនយើងស្លាប់ទៀតអញ្ចឹងនេះគឺជាចំណាប់អារម្មណ៍របស់យើងថ្ងៃនេះខ្ញុំជាផ្នែកឲ្យអាណាព្យាបាលសិស្សហើយបើសិនជាមានចំណុចណាខុសឆ្គងគឺនឹងសូមអប់ហើយជាមួយចំណុចណាដែលមានប្រយោជន៍មានន័យថាយើងត្រូវតែប្រកាន់យកដើម្បីឲ្យកូនរបស់យើងទទួលបានជោគជ័យជាថ្មីម្ដងទៀតនឹងសូមអរគុណចំពោះគណៈដឹកនាំសាលាអេសានហើយអរគុណគូអានរបស់លោកដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីថ្ងៃនេះដែលវានាំឲ្យញ៉ាំងឲ្យកម្មវិធីនេះគឺកាន់តែអរគុណទៅមានន័យថាដោយការចូលរួមពីអាណាព្យាបាលសិស្សសិស្សរបស់យើងអញ្ចឹងរត់ទៅចប់ដោយ سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك